អ្នកនរគ្នាមានអារម្មណ៍ដូចខ្ញុំអត់មួយរយៈកាលនេះនៅក្នុងសង្គមរបស់យើងវាមានអារម្មណ៍ថាវឹកវរមានភាពរញ៉េរញ៉ៃខ្លាំងមែនទែនយើងមើលមួយរយៈកាលនេះមានប្តីតាមសម្លាប់ប្រពន្ធបាញ់ស្រស់បាទប្រពន្ធក៏ជួលគេឲ្យសម្លាប់ប្តីហើយសុំត្រូវគ្នាជាមួយអតីតសង្សារចាស់ម្បានក៏សម្លាប់គ្នាថ្មីហ្នឹងបាទហើយចៅស្រីហ្នឹងក៏ហ៊ានចាក់សម្លាប់ជីដូនបង្កើតរបស់ខ្លួនឯងទៀតគិតមើលទៅវាទាំងក្មេងទាំងចាស់ទាំងបឋមអវ័យទាំងយុវវ័យទាំងចូលវ័យជរាហើយវាមានអារម្មណ៍ថាមនុស្សយើងកាន់តែកាយសាហាវទៅវាបាត់បង់អាសេចក្តីសំណោះអាណិតស្រឡាញ់គ្នាអស់លីងចាក់សម្លាប់គ្នាដូចសត្វធាតុនេះបាញ់សម្លាប់គ្នាដូចលក្ខណៈថាវាស្រស់ពេកអញ្ចឹងទៅដូចវាមិនសមជាមនុស្សសោះបាទអញ្ចឹងវាបច្ចុប្បន្ននឹងសង្គមរបស់យើងវាធ្លាក់ចុះខ្លាំងមែនទែនអញ្ចឹងសម្រាប់អ្នកនរគ្នាយកឃើញថាមិនដែរមិនបានសង្គមរបស់យើងវាធ្លាក់ចុះដល់កម្រិតហ្នឹងអញ្ចឹងបើចំពោះខ្ញុំមានអារម្មណ៍យកឃើញថាដោយសារតែជាកត្តាអប់រំរបស់យើងអប់រំសង្គមមនុស្សអប់រំពលរដ្ឋរបស់យើងហ្នឹងវាអត់សូវមានគុណភាពហើយអត់សូវមានការផ្សព្វផ្សាយឲ្យទូលំទូលាយទៀតយើងដឹងច្បាស់ហើយថាសង្គមរបស់យើងវារីកចម្រើនដែលទទួលស្គាល់ថារីកចម្រើនប៉ុន្តែវារីកចម្រើនតែបច្ចេកវិទ្យារីកចម្រើនតែតាមគេថាប្រភេទខាងក្រៅគេថាចំណេះជំនាញប៉ុន្តែការអប់រំផ្លូវចិត្តខាងក្នុងវាអត់មានអញ្ចឹងជាក់ស្ដែងនៅក្នុងសង្គមរបស់យើងគឺភាគច្រើនគឺស្ទើរតែ 70-80% គឺផ្ដោតទៅលើចំណេះជំនាញភាសាឬក៏ជំនាញបច្ចេកទេសអីក្នុងការរកលុយអីអញ្ចឹងប៉ុន្តែប្រព័ន្ធអប់រំការអប់រំខាងក្នុងយើងអត់សូវបានគិតសំខាន់ទេអញ្ចឹងការសិក្សាហើយនិងការអប់រំវាខុសគ្នាការសិក្សាគឺយើងផ្ដោតសំខាន់ទៅលើចំណេះជំនាញមុខជំនាញភាសាឬក៏អ្វីដែលតាក់ទងជាមួយនឹងជំនាញដែលអាចរកប្រកបមុខរបរបានចិញ្ចឹមជីវិតបានអញ្ចឹងប៉ុន្តែការអប់រំគឺវាតាក់ទងជាមួយនឹងគេហៅថាផ្លូវចិត្តនិងបណ្ដុះគុណធម៌មនុស្សនៅក្នុងខ្លួននៅក្នុងមនុស្សអញ្ចឹងបាទអញ្ចឹងហើយបើសិនតែយើងចេះចំណេះជំនាញយើងអត់មានគុណធម៌ក្នុងការអប់រំចិត្តទេយើងអត់មានសិលមានមានទាននៅក្នុងខ្លួនទេយើងច្បាស់ណាស់បុគ្គលទាំងអស់ហ្នឹងយើងប្រើភាពវៃឆ្លាតរបស់ខ្លួនឯងនិងប្រើចំណេះជំនាញខ្លួនឯងទៅធ្វើរឿងរ៉ាវអ្វីដែលមិនល្អអញ្ចឹងវាជាកត្តាជាឥទ្ធិពលមកតគ្នាអញ្ចឹងពីមុនយើងឮតែនរណាម្នាក់ស្លាប់អញ្ចឹងយើងមានអារម្មណ៍ថាផិតភ័យមានអារម្មណ៍ថាក្តុកក្តួលខ្លាំងមែនទែនដោយសារអីវាកម្រដែលមនុស្សមានចិត្តគេហៅថាកាយសាហាវសម្រាប់គ្នាដល់ថ្នាក់ហ្នឹងអញ្ចឹងពីមុនគឺមិនសូវជាមានទេមាន1 2នោះយើងរន្ធត់ញាប់ញ័រប៉ុន្តែឥឡូវធម្មតាដូចណាស្លាប់អីចឹងដូចស្លាប់សត្វធាតុធម្មតាស្លាប់មិនស្លាប់ទាអញ្ចឹងពេលអញ្ចឹងទៅវាស្ដែងបញ្ជាក់ថាមនុស្សឥឡូវវាធ្លាក់ចុះនៅគុណធម៌ដូចមានពាក្យមួយគេនិយាយថាអគារកាន់តែខ្ពស់គុណធម៌របស់មនុស្សកាន់តែធ្លាក់ចុះផ្លូវកាន់តែទូលាយរីឯចិត្តមនុស្សកាន់តែចង្អៀតចង្អល់ទៅដោយសារតែការចង្អៀតចង្អល់ហ្នឹងឯងទើបគ្មានសេចក្តីសំណោះអាណិតមេត្តាករុណាចំពោះគ្នាអញ្ចឹងចឹងនៅក្នុងប្រធានបទនេះសូមធ្វើការចែករំលែកមួយគឺតាក់ទងជាមួយនឹងគេហៅថាគុណធម៌គេហៅថាជានិច្ចគុណធម៌ទាំង5គេហៅថាជាគោលសិលធម៌ពីបុរាណទាំង5ដែលបង្កើតឡើងមកពីអរិយបុគ្គលមួយរូបឈ្មោះខុងជឺហ្នឹងគឺគាត់ជាអ្នកបង្កើតបាទជាស្ថាបនិកនៃសាសនានូដែលបណ្ដុះបណ្ដាលនិងផ្ដោតសំខាន់ទៅលើការអប់រំជាខ្លាំងអញ្ចឹងបាទខ្ញុំនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែក្នុងប្រធានបទថ្ងៃហ្នឹងវារៀងប្លែកបន្តិចរៀងពិសេសត្រង់ថាមានភាសាចិនចូលដែរអញ្ចឹងវាអាចថាអ្នកដែលចូលចិត្តរៀនភាសាចិនយើងអាចសិក្សាស្វែងយល់មួយកម្រិតខ្ពស់មួយទៀតគឺតាក់ទងជាមួយនឹងភាសាចិនបែបធម៌បែបបែបគុណធម៌អញ្ចឹងក៏វាជាការល្អដែរបើអ្នកអត់ទាន់បានរៀនចិនឬក៏អត់ចេះចិនអីអញ្ចឹងអ្នកនរគ្នាអាចស្វែងយល់អំពីអត្ថន័យនៃភាសាខ្មែរបានអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំចែករំលែកអំពីអត្ថន័យអប់រំជានិច្ចគុណធម៌ទាំង5គេហៅថាអ៊ូឆាងបាទអ៊ូឆាងអ៊ូហ្នឹងគឺសំដៅទៅលើលេខ5នៃតួអក្សរចិនរីឯពាក្យឆាងហ្នឹងគឺជានិច្ចកាលមានន័យថាអ្វីមួយដែលយើងធ្វើមិនឲ្យដាច់បាទជាលក្ខណៈមិនផ្លាស់ប្ដូរអ្វីសោះអញ្ចឹងមានន័យថាវាថែរក្សាទៅរហូតឬក៏ស្ថិតស្ថេរអញ្ចឹងឆាងវាមកពីពាក្យឆាងឬក៏ជីងឆាងអីអញ្ចឹងវាមានពាក្យឆាងហ្នឹងឯងអញ្ចឹងអ៊ូឆាងហ្នឹងគឺបង្កើតឡើងពីសន្តបុគ្គលខុងជឺមកបាទដែលវាមានន័យថាគុណធម៌គោលសិលធម៌ពីបុរាណ
ទាំង5ដែលគេហៅបាទអញ្ចឹងអ្នកដែលប្រកាន់ភ្ជាប់នៅអ៊ូឆាងហ្នឹងគឺជាបាទមនុស្សដែលប្រកាន់ភ្ជាប់នៅគុណធម៌ស្ថិតស្ថេរឬក៏គុណជានិច្ចគុណធម៌នៅក្នុងជីវិតរបស់ខ្លួនឯងអញ្ចឹងនៅក្នុងអ៊ូឆាងហ្នឹងគឺយើងមាន5គុណធម៌បាទទី1គឺរិនបាទពាក្យថារិនហ្នឹងគឺភាសាចិនរីឯភាសាខ្មែរយើងបកប្រែថាមេត្តាករុណាឬក៏សប្បុរសឬក៏សេចក្តីស្រឡាញ់ទៅលើមនុស្សសត្វបាទមនុស្សសត្វរុក្ខជាតិធម្មជាតិអីចឹងបាទអាហ្នឹងគេហៅថារិនបាទអញ្ចឹងរិនគឺអត្ថន័យសំខាន់របស់ពាក្យរិនមួយម៉ាត់ហ្នឹងគឺស្រឡាញ់មនុស្សទាំងអស់ឬក៏ស្រឡាញ់សត្វឬក៏ធម្មជាតិនៅក្នុងលោកទាំងអស់អញ្ចឹងមានចិត្តមេត្តាករុណាសន្តោសប្រណីជួយគ្នាទៅវិញទៅមកជួយអ្នកដទៃដែលមានការលំបាកជាងខ្លួនជាឧទាហរណ៍ខ្លីៗគឺជួយអ្នកចាស់ឆ្លងផ្លូវក៏ជាសេចក្តីសប្បុរសរបស់យើងដែរជួយចែករំលែកអាហារដល់អ្នកដែលខ្វះខាតក៏ជាភាពសប្បុរសនៃគុណធម៌របស់យើងដែរបានន័យថាយើងមិនធ្វើអំពើបាបបំពានទៅកាន់អ្នកដទៃក៏វាចាត់ចូលជាបាទរិនដែររិនហ្នឹងគឺមិនមនុស្សទេណាបាទរិនហ្នឹងគឺសំដៅទៅលើគុណធម៌សប្បុរសគេហៅថាមនុស្សដែលសប្បុរសនិយាយឲ្យសាមញ្ញទៅគឺមនុស្សដែលចេះជួយអ្នកដទៃជួយមនុស្សគ្រប់គ្នាអញ្ចឹងបើសិនតែមនុស្សយើងមានសេចក្តីសប្បុរសចំពោះគ្នាទៅវិញទៅមកអញ្ចឹងយើងអត់ហ៊ានលើកដៃប្រហារសម្លាប់អ្នកដទៃទេយើងតាមជាក់ស្ដែងអ្នកដែលមានគុណធម៌គឺដាច់ខាតបាទអត់អាចលើកអ្វីទៅសម្លាប់ទៅប៉ះពាល់បៀតបៀនជីវិតរបស់អ្នកដទៃបានទេប៉ុន្តែដោយសារតែសង្គមរបស់យើងមិនបានសិក្សាស្វែងយល់អំពីគុណធម៌អញ្ចឹងបើមិនជឿអ្នកនរគ្នាអាចទៅសួរយុវវ័យសម័យថ្មីថាអ្វីជាគុណធម៌ច្បាស់ណាស់គាត់មិនបានយល់ដឹងអំពីអត្ថន័យនៃគុណធម៌ឲ្យស៊ីជម្រៅទេមានភាគតិចណាស់លោកត្រាស់តែយុវវ័យនឹងជាអ្នកស្រាវជ្រាវហើយជាអ្នករក្សាសិលទើបគាត់យល់អ្វីដែលជាគុណធម៌ហ្នឹងឯងប៉ុន្តែក្រៅពីហ្នឹងគឺអត់បាទប៉ុន្តែសួរតែគាត់ធ្លាប់ឮអត់ធ្លាប់ឮពាក្យគុណធម៌ធ្លាប់ឮនរណាក៏ឮដែរប៉ុន្តែអត់ដឹងថាអត្ថន័យនៃគុណធម៌ឬក៏ធ្វើបែបម៉េចទើបខ្លះទៅជាមនុស្សមានគុណធម៌អត់ដឹងទេដឹងតែគុណធម៌ល្អតែធ្វើម៉េចឲ្យមានគុណធម៌អត់ដឹងបាទដល់ពេលតែអត់ដឹងអញ្ចឹងដល់ពេលអត់បានទទួលអត្ថន័យជ្រុលជ្រាបអំពីទឹកអម្រិតនៃគុណធម៌នោះទេអ្នកទាំងគ្នាមានអារម្មណ៍ដូចខ្ញុំអត់គឺកាយសាហាវឃើញគ្នាគឺមិនដែលចេះសន្តោសប្រណីឲ្យគ្នាទេអញ្ចឹងអ្នកដែលកាន់សិលអ្នកដែលរក្សាសិលគឺជាមនុស្សដែលរក្សាគុណធម៌នៅក្នុងខ្លួនហ្នឹងឯងអ្នកដែលប្រមូលយកនៅភាពត្រជាក់នៃគុណធម៌ដាក់ខ្លួនអញ្ចឹងនៅពេលដែលមានគុណធម៌ហើយគឺមានហើយមានសេចក្តីសំណោះអាណិតមេត្តាករុណាជួយគ្នាទៅវិញទៅមកនេះគឺជាគុណធម៌ទី1គឺ ren រីឯគុណធម៌ទី2បាទភាសាចិនគេហៅថា i ហ្នឹងគឺភាសាខ្មែរយើងបកប្រែមកថាជាយុត្តិធម៌ឬក៏សេចក្តីសុចរិតត្រឹមត្រូវបាទវាមានន័យថាយើងធ្វើអ្វីមួយដែលត្រឹមត្រូវនិងសុចរិតមិនធ្វើអ្វីដែលខុសទោះបីជាវាទទួលបានផលឬក៏មិនបានផលយើងក៏ដោយក៏យើងត្រូវតែប្រកាន់ភ្ជាប់នៅយុត្តិធម៌ចំពោះអ្នកដទៃនិងចំពោះខ្លួនឯងឲ្យមានតម្លាភាពបាទគ្នាទៅវិញទៅមកអញ្ចឹងបាទអត្ថន័យសំខាន់នៃពាក្យ ហ្នឹងគឺយើងធ្វើអ្វីតាមសេចក្តីត្រឹមត្រូវស្របទៅតាមច្បាប់របស់ស្រុករបស់ប្រទេសរបស់យើងរបស់ក្រុមគ្រួសាររបស់យើងហើយយើងមិនមានសេចក្តីលុបលន់ហើយយើងមានចិត្តសុចរិតប្រកបការងារអីមិនកេងប្រវ័ញ្ចទៅកាន់អ្នកដទៃជាឧទាហរណ៍ខ្លីៗមួយសម្រាប់ឲ្យងាយយល់ឧទាហរណ៍ថាយើងរកឃើញលុយបាទម្ចាស់គេបាត់លុយអញ្ចឹងតែយើងរើសបានយើងរកលុយនឹងឃើញហើយយើងយកវាទៅប្រគល់ឲ្យម្ចាស់គេវិញអានឹងគេហៅថាសុចរិតហើយគេហៅថាសេចក្តីត្រឹមត្រូវហើយព្រោះអីវាមិនមែនជាលុយកាក់របស់យើងទេលុយរបស់អ្នកដទៃលុយរបស់អ្នកដទៃកុំចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃដែលក្រៅពីខ្លួនយើងមិនមែនជាទ្រព្យសម្បត្តិរបស់យើងទេកុំចង់បានអីព្រោះទ្រព្យសម្បត្តិទាំងអស់ហ្នឹងវាក្តៅក្រហាយណាស់បាទអញ្ចឹងយើងរើសបានរបស់គេយើងប្រគល់ឲ្យគេវិញទៅព្រោះអីវាជាកម្លាំងងើសឈាមរបស់គេអញ្ចឹងទាំងអស់ហ្នឹងគេហៅថាមានភាពយុត្តិធម៌ចំពោះគ្នាមានសេចក្តីត្រឹមត្រូវហើយវាស្ដែងបញ្ជាក់ថាមនុស្សយើងគឺមានគុណធម៌កន្លែងហ្នឹងឯងហើយយើងមិនកុហកដើម្បីទទួលបានប្រយោជន៍អ្វីមួយមកលើខ្លួនឯងអញ្ចឹងនិយាយឲ្យត្រង់ចំពោះគ្នាទៅវិញទៅមកអាហ្នឹងគេហៅថាសេចក្តីត្រឹមត្រូវគេហៅថាយុត្តិធម៌ឬក៏គេហៅថាសុចរិតភាពនិយាយឲ្យសាមញ្ញទៅគឺធ្វើអ្វីដែលត្រឹមត្រូវនេះជាគុណធម៌ទី2រីឯគុណធម៌ទី3គឺភាសាចិនយើងអានថាលីបាទលីសំឡេងវាទី3លីហ្នឹងបើសិនជាយើងបកជាភាសាខ្មែរគេថាសុជីវធម៌ឬក៏វិន័យឬក៏ជាការគោរពអញ្ចឹងមានន័យថាពាក្យលីហ្នឹងគឺវាផ្ដោតសំខាន់ទៅលើអកប្បកិរិយារស់នៅក្នុងសង្គមរបស់យើងអញ្ចឹងបាទអត្ថន័យសំខាន់នៃពាក្យលីហ្នឹងគឺយើងចេះគោរព
ចាស់ទុំបាទយើងមានគេថាអកប្បកិរិយាសុភាពរៀបសារគោរពប្រពៃណីនិងវប្បធម៌របស់ជាតិសាសន៍របស់យើងអញ្ចឹងជាឧទាហរណ៍ខ្លីឧទាហរណ៍យើងជម្រាបសួរទៅកាន់ចាស់ព្រឹទ្ធាចារ្យគ្រូបាអាចារ្យរបស់យើងហ្នឹងឯងវាតកតងជាមួយនឹងលីជាមួយនឹងគេថាវិន័យឬក៏គេថាសុជីវធម៌ហ្នឹងឯងយើងនិយាយសំរុំទៅកាន់គេក៏វាតកតងជាមួយនឹងលីបាទយើងគោរពគ្រូគោរពឪពុកម្ដាយគឺតកតងជាមួយនឹងគុណធម៌ហ្នឹងឯងអញ្ចឹងនៅក្នុងសង្គមរបស់យើងវាបាត់អាហ្នឹងឯងវាបាត់អាកប្បកិរិយាល្អៗអញ្ចឹងបាទវាឆ្លើយតបមកវិញទៅលើអកប្បកិរិយាដែលគេថាតកោះបោះបោងគំរោះគំរើយបាទក្មេងៗលេងស្ដាប់គ្រូបាអាចារ្យលេងស្ដាប់ឪពុកម្ដាយយើងមើលថាពលមានបច្ចុប្បន្នហ្នឹងដឹងហើយតាមដោយសារតែខ្វះការអប់រំទៅចៅហ៊ានលើកបាទដៃហ៊ានលើកកំបិតយកទៅចាក់សម្លាប់ជីដូនរបស់ខ្លួនឯងបង្កើតអញ្ចឹងនិយាយឲ្យត្រង់ទៅបើសិនជាជីដូនគាត់មិត្តអាក្រក់មិត្តអីស្ដីបន្ទោសអីមិនក៏ដោយក៏យើងវាអត់ត្រូវធ្វើអញ្ចឹងដែរបាទអាហ្នឹងដោយសារតែវាខ្វះការអប់រំហ្នឹងឯងដល់ពេលតែចៅខ្វះការអប់រំពីឪពុកម្ដាយខ្វះការអប់រំពីសាលាខ្វះការអប់រំពីសង្គមគឺវាអត់យល់ថាតើជីវិតរបស់គាត់នឹងរស់នៅធ្វើម៉េចទើបមានន័យធ្វើម៉េចទៅមានតម្លៃអញ្ចឹងដោយសារតែគាត់បង្វក់នៅមជ្ឈដ្ឋានសង្គមវែងឆ្ងាយច្រើនបាទធ្វើឲ្យគាត់ភ្លេចបាទអ្នកមានគុណរបស់គាត់អញ្ចឹងយើងគាត់អត់ដឹងថាលោកយាយរបស់គាត់នឹងជាអ្នកបង្កើតម្ដាយឬក៏ឪពុករបស់គាត់ទេហើយម្ដាយឪពុករបស់គាត់ជាអ្នកបង្កើតគាត់ហ្នឹងឯងបើអត់មានជីដូនរបស់គាត់ទេក៏អត់មានឪពុកម្ដាយបើមានឪពុកម្ដាយក៏អត់មានគាត់ដែរអញ្ចឹងវាអត់មានកូនវាអត់មានការអប់រំកន្លែងហ្នឹងទៅធ្វើឲ្យវាបាត់បង់ការថាវិន័យសិលធម៌របស់ខ្លួនឯងហ្នឹងការរស់នៅក្នុងសង្គមហ្នឹងឯងអញ្ចឹងដែលខ្ញុំឆ្លើយតបថាសួរថាក្មេងៗហ្នឹងគាត់ចេះអត់គាត់ចេះរៀនសូត្រគាត់ចេះអីចេះប៉ុន្តែសួរថាគាត់មានការអប់រំត្រឹមត្រូវអត់មានទេកញ្ញាបើមានការអប់រំត្រឹមត្រូវក៏ហ៊ានធ្វើចឹងទេអាហ្នឹងឯងវាស្ដែងបញ្ជាក់ថាសង្គមរបស់យើងគឺវាធ្លាក់ចុះខ្លាំងមែនទែនជាពិសេសគឺបញ្ហាចោលទៅលើយុវវ័យសម័យទំនើបបាទគាត់អត់ដែលស្វែងយល់ទេរឿងធម៌រឿងអាអញ្ចឹងក៏ដែលស្វែងយល់ទេអំពីសេចក្តីមនុស្សត្រូវរស់នៅជាមួយនឹងគុណធម៌អត់ទេអញ្ចឹងអាសប្បុរសរបស់មនុស្សហ្នឹងគឺលែងមានហើយតា 4-10 ឆ្នាំទៅមុខទៀតគឺមនុស្សយើងកាន់តែកាចសាហាវចឹងហ្នឹងអញ្ចឹងការរស់នៅក្នុងសង្គមគឺគួរឲ្យខ្លាចតែម្ដងបាទនេះវាជាគុណធម៌ទី3ណាបើសិនតែយើងមានគុណធម៌ហ្នឹងគឺយើងអាចអប់រំផ្លូវចិត្តបាននៅពេលដែលយើងអប់រំផ្លូវចិត្តបានរឿងរ៉ាវណាខ្លះចឹងយើងអាចបញ្ជាវាបានដែរបាទរីឯគុណធម៌ទី4គឺជឿបាទភាសាចិនជឿហ្នឹងគឺសំដៅទៅលើភាសាខ្មែរគឺប្រាជ្ញាស្មារតីបញ្ញាឬក៏គតិបណ្ឌិតរបស់យើងឬក៏ភាសាសាមញ្ញហៅការយល់ដឹងខ្ពស់ស៊ីជម្រៅអីចឹងទៅបាទជឿហ្នឹងគឺអត្ថន័យសំខាន់របស់ពាក្យជឿហ្នឹងគឺដឹងបែងចែកអ្វីល្អអ្វីអាក្រក់ចឹងបើក្មេងៗហ្នឹងគាត់មានបញ្ញាគាត់អាចបែងចែកបានដែរបើប្តីគាត់មានបញ្ញាគាត់អាចបែងចែកបានប្រពន្ធគាត់មានបញ្ញាគាត់អាចបែងចែកអ្វីល្អអ្វីអាក្រក់បានអញ្ចឹងដោយសារអីវាខ្សោយបញ្ញាវាខ្សោយប្រាជ្ញាស្មារតីហ្នឹងឯងទៅមនុស្សយើងវាហ៊ានធ្វើអ្វីមួយដែលអត់ចេះគិតពិចារណាមុនអញ្ចឹងសួរតែយើងរៀនសពថ្ងៃហ្នឹងបានបញ្ញាអត់ទេដូចខ្ញុំនិយាយទស្សនៈរបស់ខ្ញុំគឺអត់ទេអត់បានតែម្ដងបាទបញ្ញាហើយនឹងការចំណេះដឹងរៀនសូត្រខុសគ្នាបាទខ្ញុំសូមឲ្យនិយមន័យខុសគ្នាបណ្ដោយការរៀនសូត្របាទយើងអត់អាចទទួលបានបញ្ញាទេព្រោះអីបញ្ញាវាកើតមកពីបញ្ហាបញ្ញាវាកើតមកពីការស្ដាប់នៅហេតុផលបញ្ញាដូចយើងស្ដាប់ធម៌កើនបញ្ញាអញ្ចឹងដោយសារអីធម៌ហ្នឹងជាការពន្យល់អប់រំវែកញែកអ្វីល្អអ្វីអាក្រក់អញ្ចឹងបាទជាហេតុផលពិតនៃព្រះធម៌ជាហេតុផលពិតនៃជីវិតរស់នៅក្នុងសង្គមរបស់យើងដល់ពេលដែលយើងស្ដាប់យូរទៅយើងកើនបញ្ញាចេញមកដល់ពេលចេញមកទៅយើងអាចថ្លឹងថ្លែងអ្វីល្អអ្វីអាក្រក់បានច្បាស់លាស់ប៉ុន្តែការរៀនមុខជំនាញការរៀននៅសាលារៀនបាទពីទី1ដល់ទី12ហ្នឹងវាអត់មានអីដែលឆ្លើយតបឲ្យយើងមានបញ្ញាសោះដោយសារអីវាជាមុខវិជ្ជាគោលវាជាមុខជំនាញវាជាគេហៅថាចំណេះដឹងខាងក្រៅព្រោះបញ្ញាវាអត់លីឡំចូលក្នុងអានឹងទេបញ្ញាលុះត្រាតែមនុស្សនឹងវាប្រកែស្ដាប់ប្រកែរៀនប្រកែស្រាវជ្រាវអីចឹងស្រាវជ្រាវតាក់ទងជាមួយហេតុផលឬក៏ដាក់ចេះដោះស្រាយបញ្ហាអីចឹងបានវាកើនបញ្ញាហ្នឹងអញ្ចឹងសួរតែក្មេងៗឬក៏ប្តីប្រពន្ធទាំងអស់ហ្នឹងគាត់មានចំណេះដឹងអត់មានបើអត់មានអត់អាចទៅរកលុយទិញណាកំភ្លើងបានឬក៏មានទូរស័ព្ទពីគេហៅថាតាក់ទងស្នេហាគ្នាឬក៏មានលុយចាយអីទេបាទវាតាក់ទងជាមួយនឹងចំណេះដឹងគាត់មានទាំងអស់ប៉ុន្តែសួរតែគាត់មានបញ្ញាគិតស៊ីជម្រៅគាត់អត់មានទេគាត់អាចបានថ្លឹងថ្លែងថាច្បាប់វាមានតម្លៃវាមានទម្ងន់ប៉ុណ្ណាហ
ហើយអំពើគុណធម៌ហ្នឹងវាមានតម្លៃឲ្យជីវិតរបស់គាត់ប៉ុណ្ណាទេគាត់អត់បានថ្លឹងថ្លែងអស់អញ្ចឹងទៅគាត់ធ្វើរឿងរ៉ាវមួយដែលអត់បានគិតពិចារណាវាធ្លាក់ចូលនៅក្នុងអបាយមុខបាទអបាយមុខគឺប្រព្រឹត្តអំពើដែលអាក្រក់ចេញមកអញ្ចឹងហើយនេះវាជាគុណធម៌មួយដែលសន្តបុគ្គលខុងជឿនឹងគាត់ផ្ដោតសំខាន់គឺប្រាជ្ញាស្មារតីរបស់យើងយើងធ្វើអ្វីគឺត្រូវតែមានស្មារតីនៅក្នុងនោះដើម្បីផ្ចង់គិតពិចារណាឲ្យបានហ្មត់ចត់ជាឧទាហរណ៍គឺគិតមុននិយាយសិក្សាដើម្បីអភិវឌ្ឍខ្លួនឬក៏ដោះស្រាយបញ្ហាដោយប្រើបញ្ញាញាណរបស់យើងហ្នឹងឯងនិយាយឲ្យសាមញ្ញទៅគឺការយល់ដឹងឬក៏មនុស្សដែលមានបញ្ញាបាទអញ្ចឹងបើសិនតែយើងអត់បញ្ញាទេទៅអីអត់ចេញទេប្រើចំណេះវិជ្ជារបស់យើងដោះស្រាយដែលអត់ចេះថ្លឹងថ្លែងគឺចប់រីឯគុណធម៌ទី5គឺស៊ីនបាទពាក្យថាស៊ីនគឺសច្ចៈបាទខ្មែរយើងសច្ចៈទៀងត្រង់ឬក៏ភាពស្មោះត្រង់ឬក៏ភាសាសាមញ្ញគេសេចក្តីដែលទុកចិត្តបានអញ្ចឹងយើងងាកមើលសង្គមរបស់យើងគឺមានតែការក្បត់គ្នាទៅវិញទៅមកទេអត់មានភាពបាទសច្ចៈពិតប្រាកដសម្រាប់ឲ្យរក្សាឬក៏ទុកចិត្តបានទេឡើយបាទសង្គមរបស់យើងកាន់តែទុកចិត្តកាន់តែខាតបង់ឡើយបាទអញ្ចឹងលុះត្រាតែយើងរក្សាគុណធម៌ទេទើបអ្នកមានគុណធម៌រត់រយយើងដូចគ្នាដែរអញ្ចឹងតកតងនឹងអត្ថន័យពាក្យស៊ីនហ្នឹងគឺន័យសំខាន់របស់គេគឺនិយាយអ្វីដែលពិតប្រាកដឬក៏ការរក្សាសន្យាឬក៏មិនបោកប្រាស់អ្នកដទៃជាឧទាហរណ៍យើងសន្យាអ្វីយើងត្រូវតែធ្វើតាមអ្វីដែលយើងសន្យាហើយយើងមិនកុហកបោកប្រាស់មិត្តសម្លាញ់របស់ខ្លួនឯងអញ្ចឹងនិយាយសាមញ្ញទៅគឺស៊ីនហ្នឹងគឺភាពស្មោះត្រង់និងសេចក្តីទុកចិត្តបានអញ្ចឹងហើយវាជារឿងសំខាន់ខ្លាំងមែនទែននៅពេលដែលយើងរស់នៅជាមួយនឹងគុណធម៌នឹងរស់នៅជាមួយនឹងគុណធម៌យើងទទួលបានទឹកអម្រឹតនៃគុណធម៌ហ្នឹងគឺសម្រាប់លាងសម្អាតនៃចិត្តកខ្វក់របស់យើងចិត្តដេរិឆានរបស់យើងមនុស្សណាក៏មានចិត្តដេរិឆានដែរប៉ុន្តែអ្វីដែលអាចគ្របដណ្ដប់បានគឺគុណធម៌ហ្នឹងឯងបាទមនុស្សណាក៏លោភលន់ដែរតើអ្វីដែលអាចគ្របដណ្ដប់បានគឺគុណធម៌ហ្នឹងឯងមនុស្សណាក៏វាមានភាពសេចក្តីស្មោះត្រង់របស់ខ្លួនឯងរៀងៗខ្លួនដែរប៉ុន្តែដោយសារតែមជ្ឈដ្ឋានសង្គមធ្វើអីរឿងរ៉ាវនៃផ្លូវចិត្តរបស់យើងហ្នឹងគឺប្រែប្រួលអញ្ចឹងដើម្បីកុំឲ្យប្រែប្រួលគឺគុណធម៌ហ្នឹងដើម្បីគ្របដណ្ដប់អញ្ចឹងនៅក្នុងប្រធានបទហ្នឹងខ្ញុំចង់ចែករំលែកបែបហ្នឹងដោយសារអីខ្ញុំចង់ឲ្យសង្គមរបស់យើងហ្នឹងមាននៅគេហៅថាសង្គមមួយដែលស្ថិរភាពមានសុខសន្តិភាពមនុស្សពោពេញទៅដោយគុណធម៌ចេះយោគយល់អធ្យាស្រ័យស្មោះត្រង់យល់ដឹងពីគ្នាទៅវិញទៅមកអញ្ចឹងបាទអ្វីដែលយើងគ្រប់គ្នាចង់បានគឺសុខសន្តិភាពអញ្ចឹងនៅពេលដែលបុគ្គលម្នាក់រក្សាគុណធម៌នឹងបានគឺមានសុខសន្តិភាពចំពោះគ្នាទៅវិញទៅមកគុណធម៌នឹងនៅក្នុងព្រះពុទ្ធសាសនារបស់យើងក៏បានជជែកដែរវាហាក់បីដូចជាគុណធម៌គេហៅអ៊ូឆាងហ្នឹងវាហាក់បីដូចជាគេហៅថាសិល5របស់ព្រះពុទ្ធសាសនារបស់យើងព្រះពុទ្ធសាសនារបស់យើងឲ្យមនុស្សគ្រប់រូបហ្នឹងកាន់សិល5តោមសម្លាប់តោមបាទសូរាលបែងអីស៊ីសងអីចឹងណាបាទអាហ្នឹងដូចគ្នាដែរអញ្ចឹងហើយខុងជឿក្តីបាទព្រះសម្មាសម្ពុទ្ធក្តីបាទឡាវជឿក្តីសាសនាអ៊ីស្លាមក្តីសាសនាគ្រិស្តសាសនាក្តីសិទ្ធិសង្ឃថាអប់រំមនុស្សឲ្យល្អទាំងអស់បាទគ្រាន់តែអ្នកប្រតិបត្តិនឹងយកមកសិក្សាស្វែងយល់យកមកស្ថាបនាខ្លួនឯងនឹងបានដល់កម្រិតណាតែប៉ុណ្្នឹងឯងអាហ្នឹងគឺតកតងជាមួយនឹងគុណធម៌ទាំង5អញ្ចឹងបើសិនតែយើងនិយាយអំពីគុណធម៌ទាំង5វាឆ្លងវាប្រតិគ្នាជាមួយនឹងអ៊ូស៊ីងហើយនឹងអ៊ូលុនទៀតណាបាទអ៊ូស៊ីងវាជាធាតុបាទភាសាចិនណាបាទភាសាចិនអ៊ូស៊ីងហ្នឹងបើខ្មែរគេហៅថាជាធាតុរបស់អ៊ូឆាងបាទអាហ្នឹងវារៀងបន្តគ្នាបន្តិចអ៊ូឆាងអ៊ូស៊ីងអ៊ូលុនវាតាក់គ្នាអញ្ចឹងអ៊ូឆាងជានិច្ចគុណធម៌ដែលមនុស្សត្រូវអនុវត្តលើខ្លួនឯងហ្នឹងឲ្យប្រកាន់ភ្ជាប់នៅគុណធម៌បាទរីឯអ៊ូស៊ីងជាធាតុរបស់អ៊ូឆាងជាធាតុរបស់ជានិច្ចគុណធម៌ទាំង5ហ្នឹងឯងអញ្ចឹងដូចជារិនសប្បុរសអញ្ចឹងធាតុរបស់រិនហ្នឹងគឺមុភាសាចិនមុខដែលខ្មែរបកប្រែថាធាតុឈើអញ្ចឹងមានសេចក្តីមេត្តាហ្នឹងគឺធាតុឈើតិចបែបហ្នឹងបាទឈើតិចបាទដូចយើងក្តៅអញ្ចឹងតែក្រោកជ្រោកណាជ្រោកក្រោមដើមឈើរីឯទី2គុណធម៌ទី2ហ្នឹងគឺអ៊ីធាតុរបស់អ៊ីហ្នឹងគឺជីនបាទជីនហ្នឹងគឺបកប្រែខ្មែរមកគឺមាសគេសំដៅទៅលើភាពត្រឹមត្រូវនិងយុត្តិធម៌ហ្នឹងបាទនៅពេលដែលយើងរក្សាភាពត្រឹមត្រូវនិងយុត្តិធម៌បានវាថ្លៃដូចមាសយ៉ាងហ្នឹងកិត្តិយសរបស់យើងបាទរីឯពាក្យលីគុណធម៌លីទី3ហ្នឹងគឺបាទធាតុរបស់លីហ្នឹងគឺហួរបាទហួរហ្នឹងគឺភ្លើង
បាទហួរហ្នឹងគឺធាតុភ្លើងបាទអញ្ចឹងការដាក់វិន័យលើខ្លួនឯងការធ្វើឲ្យខ្លួនឯងសុក្រិតអកប្បកិរិយាល្អវារៀងតឹងតិចរៀងក្តៅតិចបាទដូចអ្នកនរគ្នារៀននៅក្នុងវិទ្យាល័យអញ្ចឹងអ្នកនរគ្នាខ្លាចគ្រូណាជាងគេគឺគ្រូវិន័យហ្នឹងឯងបាទដោយសារវិន័យត្រូវតែតឹងរឹងអញ្ចឹងត្រូវតែច្បាស់លាស់ត្រូវតែត្រង់អញ្ចឹងបានអាចកែប្រែបាទគេថាចរិតកាយសាហាវរបស់មនុស្សបានអញ្ចឹងបានធាតុរបស់លីហ្នឹងគឺធាតុភ្លើងរីឯជឺបាទជឺហ្នឹងគឺបញ្ញាស្មារតីប្រាជ្ញាអីចឹងបាទធានគឺស្រួយបាទស្រួយហ្នឹងគឺធាតុទឹកបាទអញ្ចឹងអ្នកដែលមានបញ្ញាស្មារតីឬក៏អ្នកមានគតិបណ្ឌិតឬក៏អ្នកប្រាជ្ញវិញ្ញាជនអីចឹងគឺគេប្រៀបដូចបុគ្គលទាំងអស់ហ្នឹងដូចជាទឹកចឹងឯងបាទទឹកគឺអាចជ្រាបច្រោះចូលគ្រប់ទីកន្លែងបាទអញ្ចឹងទឹកគឺស្ងប់អ្នកដែលមានចំណេះដឹងពិតប្រាកដគឺគេស្ងប់បាទគេមានអារម្មណ៍ថាស្ងប់អញ្ចឹងប៉ុន្តែសួរថាអាចដោះស្រាយបញ្ហាដោះស្រាយបានគ្រប់យ៉ាងប៉ុន្តែគេមិនមានភាពអំនួតអួតកេងក្អាងទេអានេះដោយសារអីជាធាតុរបស់នៃពាក្យថាបញ្ញាស្មារតីហ្នឹងឯងរីឯគុណធម៌ទី5គឺសិនធាតុរបស់សិនគឺធូបាទធូហ្នឹងគឺយើងបកប្រែថាដីបាទដីគឺមានភាពស្មោះត្រង់និងសច្ចៈបាទសច្ចៈភាពអញ្ចឹងណាបាទអាចដើរសពមេឃក្រំលើដីបានគឺដោយសារតែភាពស្មោះត្រង់សេចក្តីទុកចិត្តបានតែយើងខ្វះសេចក្តីស្មោះត្រង់យើងខ្វះទំនុកចិត្តរវាងគ្នានឹងគ្នាហើយទៅណាគ្រប់ទីកន្លែងគឺពិបាកឈរជើងណាបាទដោយសារគេលេងទុកចិត្តអញ្ចឹងហើយបានធាតុរបស់ស៊ីនហ្នឹងគឺដីជាធាតុដីចង់ដើរសពមេឃទីកន្លែងបានល្អគឺត្រូវតែមានគុណធម៌សច្ចភាពអញ្ចឹងបើសិនតែយើងនិយាយអំពីគុណធម៌ទាំង5ដែលសតបុគ្គលខុងជឺបង្កើតឡើងហ្នឹងបាទគឺវាពាក់ព័ន្ធគ្នាជាមួយនឹងលុនមួយទៀតបាទលុនហ្នឹងគឺគេហៅថាជាទំនាក់ទំនងរស់នៅក្នុងសង្គមចាំមើលខ្ញុំបញ្យល់ឲ្យដាច់ស្នាច់អ៊ូឆាងគឺសំដៅទៅលើបុគ្គលរៀងខ្លួនត្រូវតែប្រកាន់ភ្ជាប់អ៊ូស៊ីងគឺជាធាតុរបស់អ៊ូឆាងរីឯពាក្យអ៊ូលុនបាទអ៊ូលុនហ្នឹងគឺជាទំនាក់ទំនងមូលដ្ឋានទាំង5របស់សង្គមរបស់យើងទី1គឺវាសំដៅទៅលើរិនហ្នឹងឯងរិនសេចក្តីសប្បុរសមែនទេបាទធាតុរបស់សប្បុរសមិញគឺមុខហើយរវាងមូលដ្ឋានដែលរស់នៅក្នុងសង្គមរបស់យើងហ្នឹងគឺតកតងជាមួយនឹងសេចក្តីសប្បុរសគឺឪពុកនិងកូនហ្វូបាទហ្វូឈិនហ្នឹងគឺឪពុករីឯជឺបាទជឺហ្នឹងគឺកូនបាទអញ្ចឹងឪពុកកូនត្រូវតែមានបាទភាពសប្បុរសបាទឪពុកត្រូវមានភាពសប្បុរសចំពោះកូនគឺស្រឡាញ់បីបាច់ថែរក្សាអាណិតអាសូរទៅកាន់កូនអប់រំកូនឲ្យបានល្អរីឯកូនត្រូវតែមានបាទភាពកតញ្ញូតាធម៌ចំពោះឪពុកម្ដាយត្រូវតែមានបាទគេហៅថាការចិញ្ចឹមបីបាច់ថែរក្សាឬក៏គោរពទៅកាន់ឪពុកម្ដាយវិញបាទអាហ្នឹងគឺជារបបសង្គមរបស់យើងគឺត្រូវតែមានបែបហ្នឹងរីឯទី2គឺតកតងជាមួយនឹងអ៊ីគុណធម៌ទី2បាទបើសិនតែយើងនិយាយអំពីមូលដ្ឋានសង្គមអ៊ូលុនហ្នឹងគឺជីនគឺតំណាងឲ្យអ្នកដឹកនាំបើដែនដីយើងមានព្រះមហាក្សត្រគឺសំដៅទៅលើព្រះមហាក្សត្រហ្នឹងឯងជីនបាទហើយនឹងឆើនបាទឆើនហ្នឹងគឺតំណាងឲ្យអ្នកក្រមបង្គាប់ឬក៏មន្ត្រីហ្នឹងឯងអញ្ចឹងអ្នកដឹកនាំឬក៏ព្រះមហាក្សត្រនិងមន្ត្រីហ្នឹងត្រូវមានយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកត្រូវមានសុចរិតភាពមន្ត្រីត្រូវតែស្មោះត្រង់ចំពោះបាទនគរចំពោះព្រះមហាក្សត្រឬក៏ចំពោះអ្នកដឹកនាំបាទរីឯអ្នកដឹកនាំត្រូវតែមានភាពបាទសុក្រិតទៅកាន់មន្ត្រីរបស់ខ្លួនឯងទៅកាន់អ្នកក្រមបង្គាប់បែងចែកអ្វីល្អអ្វីអាក្រក់ឲ្យបានត្រឹមត្រូវយុត្តិធម៌ចំពោះគ្នាបានត្រឹមត្រូវទៅប្រទេសជាតិរបស់យើងហ្នឹងវាល្អប្រសើរទៅមុខបានអញ្ចឹងវាប្រតិបត្តិគ្នាគឺបែបហ្នឹងអ៊ូឆាងជាគុណធម៌របស់មនុស្សអ៊ូស៊ីងជាធាតុអ៊ូលុនគឺទំនាក់ទំនងសង្គមអញ្ចឹងទី2មិញជីនហើយនឹងអ៊ីចូលដល់ទី3បាទទី3គឺលីមែនទេបាទលីយើងមិញគុណធម៌លីមិញយើងបកប្រែថាសុជីវធម៌ឬក៏វិន័យឬក៏ការគោរពបើយើងនិយាយអំពីទំនាក់ទំនងនៅក្នុងសង្គមគឺចាងជាមួយនឹងយោបាទចាងគឺសំដៅទៅលើចាស់ព្រឹទ្ធាចារ្យអ្នកដែលមានអាយុច្រើនឬក៏ធំជាងយើងរីឯយោបាទយោហ្នឹងគឺសំដៅទៅលើក្មេងៗបាទក្មេងដូចយើងក្មេងជាងបងយើងក្មេងជាងឪពុកម្ដាយក្មេងជាងគ្រូបាអាចារ្យអីចឹងយើងត្រូវតែមានវិន័យយើងត្រូវតែមានសេចក្តីគោរពយើងត្រូវតែមានសុជីវធម៌ជួបគ្នាចាស់បាទជំរាបសួរបាទបែបហ្នឹងចាស់ត្រូវតែផ្ដល់ដំបូន្មានគ្រូបាអាចារ្យអីផ្ដល់ដំបូន្មានអប់រំក្មេងៗឲ្យបានល្អក្មេងៗត្រូវតែមានការគោរពទៅកាន់ចាស់ទុំអាហ្នឹងវាជាទំនាក់ទំនងសង្គមឃើញអត់អ្នកទាំងគ្នាចូលដល់ទី4គឺបាទហ្វូហ្វូបាទហ្វូហ្វូហ្នឹងគឺតកតងជាមួយនឹងគុណធម៌ទី4គឺ
ជាបញ្ញាណាបញ្ញាស្មារតីនេះបាទអញ្ចឹងវាប្រតិតងជាមួយនឹងទំនាក់ទំនងក្នុងសង្គមរបស់យើងគឺអីគេ ហ្វូហ្នឹងគឺប្តីប្រពន្ធគូស្វាមីភរិយាអញ្ចឹងដែរបាទត្រូវតែមានភក្តីភាពចំពោះគ្នាទៅវិញទៅមកមនុស្សដែលមានបញ្ញាគឺគេគិតដឹងហើយគេថាដូចស៊ូតុងពរអញ្ចឹងគិតអ្នកប្រាជ្ញស៊ូតុងពរចិនម្នាក់គិតលើកឡើងថារក្សាសិល10ជាតិអាចជិះទូកជាមួយគ្នាបានបាទដល់ពេលយើងអាចខ្លាចទៅជាប្តីប្រពន្ធបានហ្នឹងគឺគេថាមាននិស័យរាប់រយជាតិហើយបានអាចជិះបានអាចរួមរស់ជាប្រពន្ធគ្នាបានអញ្ចឹងប្តីប្រពន្ធជាមួយគ្នាបានអញ្ចឹងយើងគិតមើលមិនមែនយើងសក់មកជួបគ្នាទេណាបាទមិនន័យថាយើងកសាងអាហេតុនិស័យរបស់ខ្លួនឯងហ្នឹងគឺរយជាតិមកហើយបាទមាននិស័យ10ជាតិជិះទូកជាមួយគ្នាបានមាននិស័យរយជាតិទើបអាចខ្លាចទៅជាប្តីប្រពន្ធអញ្ចឹងវាអត់មែនជាធម្មតាទេអញ្ចឹងបើសិនតែយើងមានបញ្ញាយើងគិតឲ្យថាមនុស្សដែលជាសម្បត្តិរបស់យើងគឺប្រពន្ធហ្នឹងឯងភរិយារបស់យើងហ្នឹងឯងបាទហើយអ្នកដែលផ្ដល់នៅការការពារដល់យើងផ្ដល់សេចក្តីសុខឲ្យយើងគឺស្វាមីហ្នឹងឯងអញ្ចឹងបើសិនតែយើងអត់មានគុណធម៌ហ្នឹងទេយើងមើលចំណុចល្អពីគ្នាទៅវិញទៅមកអត់ឃើញទេឃើញតែទុកលំបាកលើចានក្នុងរាគង់តែប៉ះទង្គិចតើធ្វើម៉េចទៅកុំឲ្យប៉ះទង្គិចតើយកអីទ្រាំតើយកកណាត់ឬក៏กระดาษឬក៏ប៉ុងអីទ្រាំអញ្ចឹងតើអ្វីជាប៉ុងជាកណាត់ជាกระดาษហ្នឹងគុណធម៌ហ្នឹងឯងយកមកសៀតមកកុំឲ្យយើងប៉ះទង្គិចឆ្លោះគ្នាអីចឹងទៅបាទអញ្ចឹងគុណធម៌ហ្នឹងគឺវាសំដៅទៅលើអ្នកមានបញ្ញាស្មារតីធ្វើអាចរក្សាគុណធម៌ទាំងអស់ហ្នឹងបានឃើញទេអ្នកនរគ្នាអញ្ចឹងប្តីប្រពន្ធគឺនៅពេលដែលមានបញ្ញាមានស្មារតីយើងមានគេថាការគិតស៊ីជម្រៅរៀងខ្លួនកម្រឆ្លោះគ្នាបាទវាកម្រមិនថាអត់ទេណាកម្រដែលស្អីជាមនុស្សចេះគិតដល់ពេលចេះគិតទៅអត់ហ៊ានឆ្លោះប្រកែកគ្នាដល់ថ្នាក់កាប់សម្លាប់គ្នាទេអញ្ចឹងបាទរីឯចុងក្រោយគឺស៊ីនហ្នឹងគឺយើងបកប្រែមិញយើងបកប្រែថាសច្ចៈឬក៏ស្មោះត្រង់ឬក៏សេចក្តីទុកចិត្តបានគ្នាទៅវិញទៅមកបានអញ្ចឹងវាតកតងជាមួយនឹងមិត្តភ័ក្តិរវាងមិត្តភ័ក្តិនិងមិត្តភ័ក្តិអញ្ចឹងមិត្តភ័ក្តិនិងមិត្តភ័ក្តិគឺអាចរាប់អានគ្នាបានលុះត្រាតែស្មោះត្រង់ចំពោះគ្នាលុះត្រាតែសច្ចៈលុះត្រាតែមានសេចក្តីទុកចិត្តគ្នាទៅវិញទៅមកប៉ុន្តែសួរថាឥឡូវយើងទុកចិត្តគ្នាអត់ទេរាប់អានគ្នាយូរត្រូវក្បត់ភ្លាមហ្នឹងឯងអញ្ចឹងវាពិបាកក្នុងការរស់នៅរាប់អានគ្នាខ្លាំងមែនទែនអញ្ចឹងហើយបានវាមានទំនាក់ទំនងសង្គមហ្នឹងឯងបែបហ្នឹងឯងអញ្ចឹងខុងជឺគាត់ដាក់មកហ្នឹងគឺគាត់ផ្ដោតសំខាន់ខ្លាំងមែនទែនបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតបាទសរុបសេចក្តីមកគឺអ៊ូឆាងហ្នឹងគឺជាការបង្រៀនបណ្ដុះគុណធម៌របស់មនុស្សយើងមួយជាបុគ្គលអញ្ចឹងរីអ៊ូលុនគឺជាការបង្រៀនការរស់នៅឬក៏របៀបរបបនៃការទំនាក់ទំនងនៅក្នុងសង្គមរីឯពាក្យអ៊ូស៊ីងគឺបង្ហាញអំពីបាទសមតុល្យនៃធម្មជាតិការភាពស្មើគ្នានៃធម្មជាតិជាធាតុរបស់គុណធម៌ទាំង5ហ្នឹងឯងសរុបមកវិញបាទគំនិតទាំងអស់ហ្នឹងគឺវាផ្សារភ្ជាប់គ្នាអញ្ចឹងមនុស្សណាដែលប្រកាន់ភ្ជាប់នៅគុណធម៌ទាំង5ហ្នឹងហើយគឺបានន័យថាមនុស្សសង្គមនិងធម្មជាតិហ្នឹងគឺយើងរស់នៅជាមួយគ្នាមានសិលធម៌ចំពោះគ្នាទៅវិញទៅមកបើនិយាយអំពីគុណធម៌ទាំង5នេះបាទយើងបើនិយាយពីប្រវត្តិនៃការបង្កើតគុណធម៌ទាំង5ហ្នឹងយើងអត់ដឹងឆ្នាំច្បាស់ទេបើតាមខ្ញុំសិក្សាស្រាវជ្រាវគឺគេគ្រាន់តែប៉ាន់ប្រមាណនៃអាយុកាលរបស់ខុងជឺទេអញ្ចឹងគំនិតគោលសិលធម៌ដើមនេះមានមូលដ្ឋានបង្រៀនពីខុងជឺតាំងពីសតវត្សទី6និងទី5មុនគ្រិស្តសករាជអញ្ចឹងបាទប៉ុន្តែវាបាត់ឯកសារវាអត់មានតាមលំដាប់លំដោយទេគេដឹងថាគុណធម៌ទាំង5គុណធម៌ទាំង5អញ្ចឹងតដល់សម័យរាជវង្សហានបាទសម័យរាជវង្សហានសតវត្សទី2មុនគ្រិស្តសករាជហ្នឹងបាទឆ្នាំ179ដល់ឆ្នាំ104ព្រោះមុនគ្រិស្តសករាជគេរាប់ថយដូចខុងជឺជាងពី600ឆ្នាំចុះមក500ឆ្នាំអញ្ចឹងបាទអញ្ចឹងមានទស្សនវិទូម្នាក់គឺឈ្មោះតុងចុងស៊ូបាទតុងចុងស៊ូហ្នឹងគឺជាអ្នករៀងជាប្រព័ន្ធមកវិញជារៀបរៀងឬក៏ប្រមូលផ្ដុំនៅគុណធម៌ហ្នឹងមករៀបជាប្រព័ន្ធឲ្យវាមានតាមលំដាប់លំដោយវិញអញ្ចឹងតាមលំដាប់លំដោយហ្នឹងគឺរៀបមករិនសប្បុរសអ៊ីយុត្តិធម៌លីបាទសុជីវធម៌ជឺបញ្ញាហើយនិងស៊ីនអញ្ចឹងរៀបតាមលំដាប់លំដោយដែលគេនិយាយថាអ៊ូឆាងមានថារិនអ៊ីលីជឺស៊ីនអញ្ចឹងគេរាប់5អញ្ចឹងឯងអញ្ចឹងអាចថាអ៊ូឆាងហ្នឹងគឺគេត្រូវបានរៀបចំជាប្រព័ន្ធដោយតុងចុងស៊ូហ្នឹងគឺជាង2000ឆ្នាំហើយមុនគឺសករាជមកនៅរាជវង្សហានអញ្ចឹងបាទអញ្ចឹងទៅបានយើងអាចរៀនបានអាចសិក្សាស្រាវជ្រាវបានតាមលំដាប់លំដោយនឹងមានធាតុផ្សំនឹងមានអ៊ូលុនចេញមកគឺដោយសារតែដំណើរសាច់រឿងគឺបែបហ្នឹងអញ្ចឹងសរុបមកវិញគឺសង្ឃឹមថាការចែករំលែករបស់ខ្ញុំហ្នឹងវា
ជាប្រយោជន៍ទៅកាន់អ្នកនរគ្នាដើម្បីអ្នកនរគ្នាសិក្សាស្វែងយល់ពួកអីសង្គមរបស់យើងឥឡូវវារញ៉េរញ៉ៃខ្លាំងមែនទែនដោយអ្នកនរគ្នាឃើញស្រាប់ហើយនៅក្នុងបណ្ដាញសង្គមរបស់យើងណាមួយរយៈនេះយើងបើកទូរស័ព្ទមកគឺឃើញតែព័ត៌មានទាំងអស់ហ្នឹងឯងទាំងការបើកបោកគ្រោះថ្នាក់ចរាចរណ៍ប្តីតាមសម្លាប់ប្រពន្ធជួយគេឲ្យសម្លាប់ស្លាប់ដោយសារចៅបង្កើតរបស់ខ្លួនឯងអូគ្រប់សពគ្រប់បែបយ៉ាងអញ្ចឹងនៅពេលដែលយើងរក្សាគុណធម៌នឹងបានមនុស្សដែលជាអ្នករក្សាគុណធម៌ដូចគ្នានឹងសច្ចេះឲ្យគ្នាបាទរុញចូលគ្នាអញ្ចឹងបានន័យថាសង្គមរបស់យើងគឺអ្នកមានគុណធម៌គឺចូលជាមួយអ្នកមានគុណធម៌ដូចគ្នាអញ្ចឹងបើសិនតែយើងរក្សាគុណធម៌បានមនុស្សដែលមានគុណធម៌នឹងមកជាមួយនឹងយើងអែបយើងនិស្ស័យនៃគុណធម៌ហ្នឹងវាផ្សារវាចងភ្ជាប់គ្នាអញ្ចឹងយូរវាបង្កើតបានជាសង្គមគុណធម៌មួយអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាដែលជាអ្នកសិក្សាស្រាវជ្រាវអញ្ចឹងយើងជំរុញនិងបណ្ដុះគុណធម៌ហើយនឹងយើងធ្វើការផ្សព្វផ្សាយគុណធម៌ចេញទៅទាំងអស់គ្នាដើម្បីឲ្យសង្គមរបស់យើងវាប្រែទៅជាសង្គមមួយដែលមានស្ថិរភាពនិងសុខសន្តិភាពទាំងអស់គ្នាវិញអញ្ចឹងវាសង្ឃឹមថាជាប្រយោជន៍ទៅកាន់អ្នកទាំងអស់គ្នាដែរអញ្ចឹងបើសិនតែខ្ញុំបកស្រាយតើមានការលើសលួសខ្វះខាតត្រង់ចំណុចណាមិនសូវជាយល់ចំណុចណាអីចាំវីដេអូក្រោយខ្ញុំនឹងធ្វើជាវីដេអូមួយសម្រាប់សរសេរឲ្យមើលបណ្ដោយថាអ៊ូឆាងអ៊ូលុនអ៊ូស៊ីងវាបែបម៉េចអីខ្លះអញ្ចឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងបាទសូមអរគុណបើខុសឆ្គងខាងណាសូមមេត្តាខន្តីអភ័យទោសផងបាទសូមអរគុណច្រើន